យើងឃើញជាក់ស្ដែងហើយថាការវិវត្តនយោបាយនៅកម្ពុជាមានការប្រែប្រួលជាច្រើនក្រោយពីមានការចូលរួមជួយដោះស្រាយបញ្ហាចំនួនរវាងកម្ពុជានិងការឈ្លានពានរបស់សៀមពីសំណាក់ប្រធានាធិបតីត្រាំសហរដ្ឋអាមេរិកយើងឃើញរដ្ឋាភិបាលនៅរាជធានីភ្នំពេញយើងបានធ្វើទំនាក់ទំនងកាន់តែច្រើនជាមួយនឹងសហរដ្ឋអាមេរិកមានទាំងការផ្ដល់ឲ្យនាវាចម្បាំងអាមេរិកមកចតនៅកំពង់ផែក្រុងព្រះសីហនុអីជាដើមហើយថ្មីនេះគឺថានាយករដ្ឋមន្ត្រីកម្ពុជានឹងបានចូលរួមក្នុងស្ថាប័នសន្តិភាពរបស់លោកប្រធានធិបតីតាមថែមទៅទៀតបរិយាកាសថ្មីនេះវាចាំបាច់ណាស់ការរដ្ឋាភិបាលខ្មែរត្រូវតែសម្រួលការងារផ្ទៃក្នុងមួយចំនួនថែមទៀតដើម្បីឲ្យមានការជឿទុកចិត្តពីសំណាក់សហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិនោះដូច្នេះបានជាខ្ញុំយល់ថាវាដល់ពេលហើយដែលការដោះលែងទាំងនយោបាយនៅក្នុងស្រុកនោះមានអាយដាមកឹមសុខាមានអាយដាមថច្សិថាមានមន្ត្រីគណៈបកភ្លើងទៀនឆន្ទៈខ្មែរកម្លាំងជាតិមួយចំនួននិងមន្ត្រីខាងបរិស្ថានខាងកម្មករសហជីពអីជាដើមហ្នឹងគឺនៅតែជាបញ្ហាដែលសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបយកចិត្តទុកដាក់ចង់ឲ្យមានការដោះស្រាយបញ្ហាទាំងនេះឲ្យបានឆាប់ដូច្នេះខ្ញុំថាដើម្បីឲ្យរដ្ឋាភិបាលនឹងងាយយល់អំពីផលប្រយោជន៍នៃការដោះលែងនោះខ្ញុំបានសរសេរចំណុចតែ3ទេតាមពិតមានផលប្រយោជន៍ច្រើនណាស់ច្រើនជាង3ចំណុចដែលខ្ញុំបានសរសេរពាក់ព័ន្ធទៅទំនាក់ទំនងល្អកែប្រែមុខមាត់កម្ពុជានឹងពីព្រោះយើងដឹងហើយកម្ពុជាទទួលរងភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរណាស់ក្រោយពីមានរបបរកស៊ីស្កែមតាមអនឡាញបោកប្រាស់លុយកាក់គេយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយជាទីកន្លែងធំសម្រាប់ពួករកស៊ីបោកប្រាស់នេះផងធ្វើឲ្យកម្ពុជានឹងមានឈ្មោះអាស្រូវជាខ្លាំងហើយការងាកមកដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជានឹងអាចនឹងជួយស្ដារមុខមាត់កម្ពុជាបានច្រើនហើយមិនត្រឹមតែទំនាក់ទំនងល្អទេយើងដឹងហើយថាប្រទេសកម្ពុជាជាប្រទេសមួយដែលត្រូវការជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចខ្លាំងណាស់ពីប្រទេសមហាអំណាចពីសហគមន៍អឺរ៉ុបអីជាដើមដូច្នេះវាអាចជួយទាំងពីរផ្នែកបាទចឹងវិស័យការទូតទទួលស្គាល់មានការរាប់អានបានប្រសើរឡើងផងវាទទួលបានផលផ្នែកសេដ្ឋកិច្ចផងហើយវាធំជាងនោះទៅទៀតនោះគឺសាមគ្គីភាពរវាងប្រជាជាតិខ្មែរព្រោះរឿងចាប់ពលរដ្ឋដែលធ្វើការងាររបស់ខ្លួនក្នុងកិច្ចការនយោបាយក្តីក្នុងកិច្ចការបរិស្ថាននិងសេរីភាពនិងការងារផ្នែកការពារសិទ្ធិកម្មករជាដើមសុទ្ធតែជាការងារដែលជាផ្នែកនៃការងារស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជាដូច្នេះខ្ញុំយល់ថាវាជាឱកាសហើយដើម្បីរំលឹកអ្នកដឹកនាំប្រទេសកម្ពុជាយើងឲ្យពិនិត្យនិងដោះស្រាយបញ្ហានេះជាបន្ទាន់បាទខ្ញុំថារដ្ឋាភិបាលមិនឆោតទេបាទអាចយល់បញ្ហានឹងច្បាស់លាស់ណាស់ហើយដំណើរទស្សនកិច្ចផ្ទាល់ថែមទៀតប្រហែលជានឹងទទួលការបញ្ជាក់បន្ថែមពីមន្ត្រីធំនៅសហរដ្ឋអាមេរិកពីការចង់បានឲ្យកម្ពុជាមានការសម្របសម្រួលផ្នែកនយោបាយឲ្យបានត្រឹមត្រូវនិងអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានប្រសើរដូច្នេះខ្ញុំយល់ថាវាជាមូលដ្ឋានសំខាន់ហើយដែលអ្នកដឹកនាំប្រទេសត្រូវតែយល់ដឹងហើយនឹងគួរតែយកពិចារណាដើម្បីឲ្យមានការអនុវត្តសមស្របបាទ
ហើយក្រៅពីហ្នឹងខ្ញុំជឿថាជាលទ្ធផលយ៉ាងម៉េចអាហ្នឹងគឺជាការយល់ឃើញរបស់ខ្ញុំថាវានឹងបានផលប្រយោជន៍បើសិនរដ្ឋាភិបាលអនុវត្តការដោះលែងអ្នកនយោបាយនិងសកម្មជនទាំងនេះឲ្យមានសេរីភាពនៅពេលឆាប់នោះបាទ